ប្រធានបទមន់ចាក់គ្នានៅតែជាប្រធានបទក្តៅសម្រាប់បងប្អូនកសិករជាពិសេសគឺអ្នកថ្មីខ្ញុំបានធ្វើវីដេអូចែកម្លែកច្រើនពាក់ព័ន្ធនឹងវិធីសាស្ត្រក្នុងការទប់ស្កាត់ការចាក់គ្នារបស់មន់ហ្នឹងគឺមានវិធីច្រើនណាស់ដែលគេបានចែកម្លែកនៅក្នុងបណ្ដាញសង្គមដូចជាការកាត់លពុះការប្រើប្រាស់ថ្នាំបាទវិធីជាច្រើនទៀតប៉ុន្តែអ្វីដែលជាបទពិសោធន៍ដែលខ្ញុំធ្វើហើយខ្ញុំបានបង្រៀនទៅដល់បងប្អូនដ៏ច្រើនបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំក្តីដែលបានជាសភៅយកទៅរៀនក្តីគឺมันមានបញ្ហាចោតច្រើនទេទៅលើការងារហ្នឹងឲ្យតែអនុវត្តបានទៅតាមវិធីសាស្ត្រដែលខ្ញុំបានចែកម្លែកយើងកុំពេលដែលបញ្ហាកើតឡើងយើងតែងតែបដោតទៅលើថាត្រូវទិញអីយកមកដើម្បីដោះស្រាយបញ្ហាណាបងប្អូនយើងប្រាក់ដែលយើងមាននៅក្នុងដៃយើងត្រូវចំណាយឲ្យវាចំគោលដៅដែលយើងត្រូវចំណាយបាទកុំឲ្យអីតិចក៏ទៅទិញថ្នាំទិញអីយកមកដោះស្រាយបញ្ហាទាំងដែលថារឿងខ្លះវាអត់ត្រូវការចំណាយលុយទៅដោះស្រាយទេវាគ្រាន់តែមកកែលម្អរបៀបដែលយើងធ្វើតែប៉ុណ្ណោះដូចពាក់ព័ន្ធទៅនឹងការចាក់គ្នាបងប្អូនធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំសិនហើយយកទៅអនុវត្តធ្វើសិនតែកុំតន់ជឿប៉ុន្តែអនុវត្តធ្វើសិនហ្នឹងហើយព្រោះខ្ញុំចាំមន់មកច្រើនហើយมันមានបញ្ហាឈឺក្បាលទៅលើការចាក់គ្នានឹងទេបងប្អូនងាកទៅក្រោយវិញទៅលើតម្រូវការមូលដ្ឋានរបស់សត្វកាលណាបងប្អូនមិនបានបំពេញទៅតាមតម្រូវការមូលដ្ឋានរបស់វាទេណាវានឹងបង្កើតបញ្ហាកើតឡើងមកមានន័យថាបងប្អូនផ្ដល់ឲ្យវាមិនគ្រប់ចំណុចមួយវាបង្កើតបញ្ហាមួយឲ្យយើងអានេះជាដើមចំនៃរឿងហ្នឹងយើងងាកទៅមើលគោលការណ៍របស់យើងប្រហែលចំណុចដែលយើងតម្រូវការមូលដ្ឋានរបស់សត្វទី1គឺទ្រុងបងប្អូនទៅមើលទ្រុងយើងសិនបាទបើនិយាយពីទ្រុងលក្ខខណ្ឌរបស់វាទលាយបងប្អូនត្រូវសិក្សាពីផ្ទៃទ្រុងឲ្យសមស្រប1ការ៉េឲ្យម៉ានក្បាល1ការ៉េឲ្យម៉ានក្បាលទៅមើលអាហ្នឹងវិញកុំតន់គិតរឿងទិញថ្នាំទៅមើលអាហ្នឹងសិនទៅ1ការ៉េឲ្យម៉ានក្បាលបងប្អូនយល់ច្បាស់នៅអាហ្នឹងយល់ច្បាស់នៅ1ការ៉េម៉ានក្បាល1ការ៉េម៉ានក្បាលហ្នឹងបាទទី2ពន្លឺទ្រុងបងប្អូនមានពន្លឺចូលទេបាទមានពន្លឺមានលំហូរខ្យល់ល្អទេមានបរិស្ថានបរិយាកាសល្អទេនៅក្នុងទ្រុងហ្នឹងមើលចឹងសិនណាមើលទ្រុងយើងសិនមើលចឹងសិនបាទទ្រុងយើងដែលជាទ្រុងដែលអាប់អួរចង្អៀតធ្វើឲ្យសត្វយើងកើត stress អារម្មណ៍ទេឡើយហ្នឹងមើលអាហ្នឹងសិនណាបាទសិក្សាពីអាហ្នឹងសិនណាទី2ចំណីបាទដូចមនុស្សយើងចឹងឃ្លានមួម៉ៅហើយបាទឃ្លានមួម៉ៅហើយចង្អៀតមួម៉ៅហើយបាទថ្លង់រំខានមួម៉ៅហើយឃ្លានមួម៉ៅហើយចឹងបើយើងទៅមើលចំណីតើយើងយល់ដឹងពីគោលការណ៍ចំណីដែលយើងយល់ដឹងថាគុណភាពចំណីដែលមានជីវជាតិគ្រប់គ្រាន់ដែលបងប្អូនឃើញថាការហូបចុករបស់មនុស្សយើងក៏ដូចគ្នាដែរនៅពេលដែលយើងហូបទៅមានជីវជាតិគ្រប់គ្រាន់ណាយើងអត់សូវឃ្លានទេបាទហូបមកពេលហ្នឹងហើយសឹងថាយើងអត់សូវឃ្លានទេប៉ុន្តែបើសិនជាយើងហូបមិនគ្រប់គ្រាន់ខ្វះជីវជាតិខ្វះអាហារូបត្ថម្ភគឺធ្វើយើងឃ្លានរហូតហ្មងដូចគ្នាបងប្អូនដូចគ្នាអាហ្នឹងគេហៅថាកត្តាជីវសាស្ត្រនៅពេលដែលរាងកាយទទួលបានជីវជាតិគ្រប់គ្រាន់ទៅតាមដែលវាត្រូវការហើយវាបង្កើតអារម្មណ៍ស្រស់ស្រាយអត់សូវតប់ប្រមល់ទេក្នុងអារម្មណ៍ហ្នឹងមនុស្សហេវឃ្លានក៏តប់ប្រមល់អារម្មណ៍ដែរសត្វទៅពេលវាឃ្លានក៏តប់ប្រមល់ដែរអញ្ចឹងចំណីក្រៅពីគុណភាពល្អមានជីវជាតិគ្រប់គ្រាន់ហើយបងប្អូនទៅមើលរបៀបដែលយើងដាក់ទៀតបរិមាណចំណីគ្រប់គ្រាន់អត់មន់ស៊ីគ្រប់គ្រាន់អត់ទេហើយមួយថ្ងៃយើងដាក់ប្រហែលដងបែងចែកពេលវេលាហ្នឹងសំខាន់ណាស់ក្នុងមេរៀនខ្ញុំបង្រៀនបងប្អូនមន់តូចមានពេលវេលា4 5ដងក្នុងមួយថ្ងៃដល់អាយុធំតិចចាប់ពី20ថ្ងៃទៅនេះអាមន់ដែលវាចាក់គ្នាច្រើនណាស់20ថ្ងៃជាងអញ្ចឹងចាប់ពី20ថ្ងៃទៅយើងបែងចែកពេលវេលា3ពេលធំព្រឹកម៉ោង7ថ្ងៃម៉ោង11ឬក៏ម៉ោង12ពីព្រោះមន់ម៉ោងហ្នឹងវាឃ្លានហើយវា stress វាបាទហើយរសៀលម៉ោង3ម៉ោង4យើងដាក់ទៀតទៅហេតុអីបានជាយើងជ្រើសរើសពេលវេលាដល់ទៅ3ដងហេតុអីយើងមិនដាក់តែម្ដងឲ្យសម្រាប់តែម្ដងទៅអានេះជាកត្តាចិត្តសាស្ត្រមួយដែលបងប្អូនត្រូវស្វែងយល់ដែរមន់កាលណាតែយើងដាក់តែម្ដងយកតែម្ដងទោះបីចំណីសល់ក៏វាអត់ចង់ស៊ីទៀតដែរអញ្ចឹងការផ្ដល់ចំណីយើងត្រូវចេះភ្ញួចអារម្មណ៍ដោយដាក់ឲ្យបាន3ដងឬក៏4ដងក្នុងវ័យហ្នឹងដើម្បីឲ្យសត្វវាមានអារម្មណ៍ទៅស៊ីចំណីពេលនោះហើយដែលវាពេលដែលវាស៊ីវារវល់នឹងការស៊ីចំណីវាមានពេលអីទៅចាប់ទៀតអញ្ចឹងណាបាទអានឹងពាក់ព័ន្ធនឹងចំណីដាក់ឲ្យចំពេលវេលាដែលវាឃ្លានហើយដាក់ឲ្យបានច្រើនដងតិចទៅក្នុងម៉ោងហ្នឹងក្នុងពេលវេលាហ្នឹងណាបាទហើយក្រៅពីនោះពេលថ្ងៃមន់20ថ្ងៃទៅវាអាចស៊ីបន្លែស៊ីស្មៅអីបានណាយើងមានបន្លែមានស្មៅមានអីស្លឹកកធុំទេស្លឹកអីផ្សេងហ្នឹងយើងចងព្យួរឬក៏ចងបោះទៅឲ្យក្នុងទ្រុងហ្នឹងទៅដើម្បីឲ្យសត្វហ្នឹងវាទៅចាក់ស៊ីទៀតទេថាបើពេលដែលវាមានការងារផ្សេងត្រូវធ្វើវានឹងបញ្ជៀសនៅអាបញ្ហាហ្នឹងបានហើយបងប្អូនសាកវិធីសាស្ត្រហ្នឹងសិនកុំតន់ចាយលុយបាទយើងមិនសម្បូរលុយប្រហែលទេយកមកចាប់ដើមពីកវៃកឆ្នាំងហើយក៏វឹបឡើងថ្នាំទៅជឿទៅតាមតែគេឃោសនាឃើញទេអញ្ចឹងចំណីហើយមួយទៀតគឺពាក់ព័ន្ធនឹងបរិស្ថានហ្នឹងហើយដែលខ្ញុំនិយាយធ្វើម៉េចឲ្យមានលំហូរខ្យល់ល្អកុំឲ្យមានសម្លេងរំខានផ្អើលជាន់គ្នាអីចឹងទៅអានឹងជាកត្តាចិត្តសាស្ត្របែរតែពាក់ព័ន្ធនឹងពន្លឺពាក់ព័ន្ធនឹងក្លិនពាក់ព័ន្ធនឹងទ្រុងចង្អៀតពាក់ព័ន្ធនឹងកត្តាឃ្លានគឺនិយាយទៅពាក់ព័ន្ធនឹងផ្លូវអារម្មណ៍ការចាក់គ្នាពាក់ព័ន្ធនឹងផ្លូវអារម្មណ៍បងប្អូនទៅដោះស្រាយតាមវិធីហ្នឹងទៅដោះស្រាយរឿងទ្រុងរឿងចំណីរឿងទឹករឿងបរិស្ថានអីហ្នឹងឲ្យបានល្អប្រសើរមកអានឹងវិធីសាស្ត្រនេះគឺអត់ចំណាយលុយច្រើនទេព្រោះវាជារឿងដែលយើងចាំបាច់ត្រូវធ្វើរាល់ថ្ងៃហ្នឹងប៉ុន្តែមកពីយើងធ្វើមិនត្រូវវាពេលខ្លះមន់តូចមន់ធំឲ្យនៅជាមួយគ្នាពេលដាក់ចំណីប្រជែងគ្នាកំប៉ុងចំណីអត់គ្រប់គ្រាន់ដាក់ទៅអាតូចបានអត់បានស៊ីអាធំបានស៊ីវាប្រជែងចាក់គ្នារឿងជាច្រើនបងប្អូនក៏លេចមើលទៅក្រោយវិញផ្ទៀងផ្ទាត់អីដែលខ្ញុំនិយាយជាមួយនឹងរបៀបដែលបងប្អូនធ្វើសិនណាកុំតន់ចាយលុយទៅលើថ្នាំ